បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចំណេះដឹងមួយជូនដល់ពុកម៉ែបងប្អូនអំពីវិធីដោះស្រាយបញ្ហា Messenger ឬមួយក៏ Chat នៅពេលដែលគេ Chat មកវាអត់ឮសំឡេងឬមួយក៏វាអត់ញើសំឡេងអញ្ចឹងបើពុកម៉ែបងប្អូនជួបបញ្ហាទាំងនេះហើយសូមពុកម៉ែបងប្អូនទស្សនាវីដេអូហ្នឹងចាប់ផ្ដើមរហូតដល់ចប់នឹងពុកម៉ែបងប្អូនដឹងពីរបៀបដោះស្រាយបញ្ហាដែលពុកម៉ែបងប្អូនកំពុងជួបអញ្ចឹងបើពុកម៉ែបងប្អូនដែលទៅមកថ្មីកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទតោះយើងកុំមកខាត់ពេលវេលាយូរយើងចូលទៅក្នុង Messenger បាទហើយបន្ទាប់យើងចូលក្នុងកម្មវិធី Chat ហើយខ្ញុំចង់សួរពុកម៉ែបងប្អូនថាតើនៅពេលដែលគេ Chat មកអត់ឮសំឡេងអត់ញើសំឡេងតែម្នាក់ឬមួយក៏អត់ឮសំឡេងអត់ញើសំឡេងទាំងអស់អញ្ចឹងបើពុកម៉ែបងប្អូនជួបបញ្ហានៅពេលដែលគេ Chat មកអត់ឮសំឡេងតែម្នាក់អញ្ចឹងពុកម៉ែបងប្អូនទៅមើលកន្លែង Chat តើមានរូបសញ្ញាកណ្ដឹងខ្វែងនៅជិតឈ្មោះ Chat ម្នាក់ហ្នឹងអត់អញ្ចឹងបើពុកម៉ែបងប្អូនឃើញមានរូបសញ្ញាកណ្ដឹងបិទហើយសូមពុកម៉ែបងប្អូនចុចបើកវាចុចបើកដូចខ្ញុំមកបាទអូខេអញ្ចឹងបើពុកម៉ែបងប្អូនឃើញរូបសញ្ញាកណ្ដឹងខ្វែងហើយមានន័យថាពុកម៉ែបងប្អូនបានចុចឬមួយក៏ច្រឡំដៃប៉ះកន្លែងការជូនដំណឹងឬមួយក៏ថាបិទផ្ញើសារមកលើអេក្រង់ទូរស័ព្ទរបស់យើងបាទហើយមួយទៀតទាក់ទងទៅនឹងពេលដែលគេ Chat មកឬមួយក៏គេផ្ញើសារមកវាអត់ឮសំឡេងទាំងវាអត់ញើសំឡេងសូមពុកម៉ែបងប្អូនចូលក្នុង Setting ទៅមកពុកម៉ែបងប្អូនអូសវាទៅលើបាទហើយពុកម៉ែបងប្អូនសូមទៅចូលក្នុងពាក្យ Notification ពាក្យរូបសញ្ញាកណ្ដឹងក្រហមបាទពុកម៉ែបងប្អូនចុចចូលមកបាទហើយមកដល់កន្លែងហ្នឹងសូមពុកម៉ែបងប្អូនអូសវាទៅលើម្ដងទៀតពុកម៉ែបងប្អូនត្រូពាក្យបាទនៅពាក្យ Messenger បាទហើយយើងចូលក្នុងកម្មវិធី Chat មកបាទហើយមកដល់កន្លែងហ្នឹងបើពុកម៉ែបងប្អូនឃើញវាបិទអញ្ចឹងពុកម៉ែបងប្អូនបើកវាមកបាទពុកម៉ែបងប្អូនបើកអញ្ចឹងមានន័យថាពុកម៉ែបងប្អូនបានបើកការជូនដំណឹងរបស់កម្មវិធី Chat ហើយមួយទៀតទាក់ទងទៅនឹងកន្លែងបិទបើក Silent ណជាហៀងអញ្ចឹងបើពុកម៉ែបងប្អូនឃើញវាមកបិទវាមកក្រោមសូមពុកម៉ែបងប្អូនបើកវាទៅលើបាទហើយមួយទៀតខ្ញុំសូមឲ្យពុកម៉ែបងប្អូនទៅមើលកន្លែងថាច់ថាច់ពីយើងចុចនឹងថាច់ហ្នឹងពុកម៉ែបងប្អូនយើងចុចចូលបាទមកពុកម៉ែបងប្អូនចុចពាក្យហ្នឹងមកបាទហើយមកដល់កន្លែងហ្នឹងបើពុកម៉ែបងប្អូនឃើញវាបាត់សូមពុកម៉ែបងប្អូនចុចបើកវាមកដើម្បីឲ្យវាបើកការជូនដំណឹងរបស់កម្មវិធី Chat ឬមួយក៏កម្មវិធីផ្សេងបាទយើងចុចបើកវាមកបាទអូខេហើយសម្រាប់វីដេអូចំណេះដឹងខ្ញុំជជូនដល់ពុកម៉ែបងប្អូនអំពីរបៀបដោះស្រាយបញ្ហា Chat នៅពេលដែលគេខលមកឬមកគេ Chat មកវាអត់ឮសំឡេងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើពុកម៉ែបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមពុកម៉ែបងប្អូនកុំភ្លេចជួយចុចចែករំលែកឲ្យពុកម៉ែបងប្អូនផ្សេងបានដឹងផងបាទហើយពុកម៉ែបងប្អូនដែលទៅបថ្មីខ្ញុំសូមចាត់ពុកម៉ែបងប្អូនមួយសូមកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទសូមអរគុណសូមជម្រាបលា